GS 300មកគ្រឿងនេះម្ចាស់គាត់ថាពេលចូលដល់ក្នុងឡានគឺមានអារម្មណ៍ថាឡានគាត់ដូចជាចាស់តែម្ដងតែពេលយើងមើលតាមជាក់ស្ដែងទៅឃើញថាគ្រឿងជួរដៃជើងអីផ្សេងនៅក្នុងឡានគាត់គឺនៅស្អាតទាំងអស់អត់មានស្នាមកលិតកលាញឬមួយក៏ឆ្កូតឬបាក់បែកអីទេដល់ពេលគាត់ស្រឡឹងមើលចុះមើលឡើងទៅក៏រកឃើញចំណុចតូចមួយដែលធ្វើឲ្យឡានគាត់ចាស់គឺអេក្រង់អញ្ចឹងគាត់ក៏បានយកឡានហ្នឹងមកឲ្យជួសជុលអេក្រង់ហើយបន្ទាប់ពីជួសជុលអេក្រង់រួចហើយទៅគឺថាអេក្រង់ថ្មីស្អាតតែម្ដងហើយដល់ពេលយើងចាប់អេក្រង់ចូលក្នុងឡានទៅគឺឃើញថាប្លែកភ្នែកបងគឺនៅពេលអេក្រង់ថ្មីទៅនៅក្នុងឡានគាត់ទៅគឺមានអារម្មណ៍ថាឡានគាត់ប្រែជាថ្មីជាងមុនអញ្ចឹងបងអញ្ចឹងអាបញ្ហាបន្តិចតួចហ្នឹងពេលខ្លះវាធ្វើឲ្យប៉ះពាល់អារម្មណ៍ដែរអញ្ចឹងដល់ពេលយើងដោះស្រាយបន្តិចតួចហ្នឹងឲ្យស្អាតទៅគឺមើលទៅឃើញថាវាថ្មីជាងមុនទាំងអស់ហើយមានអារម្មណ៍ល្អក្នុងការបើកបរប្រកបដោយផាសុកភាពអញ្ចឹងបងដែលត្រូវការជួសជុលអាចយកមកជួសជុលនៅកន្លែងបងអូនបានកន្លែងបងអូនគឺនៅក្រោយកាណាស៊ីធីនៅសង្កាត់ចោមចៅ2ហើយហ្នឹងបងអូនធានាជូនបង3ខែ